ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសាជាថ្មីបងប្អូនថ្ងៃនេះបងប្អូនខ្ញុំមាននំខ្មែរយើងម្យ៉ាងយកមកបង្ហាញជូនដោយនំនេះគឺជាចានំកូរខ្មែរប៉ុន្តែរូបមន្តគ្រួសារខ្ញុំទេបងប្អូនចាពីព្រោះថាខ្ញុំក៏ទៅនឹងធ្វើលើកទី1ដែរហើយរសជាតិឆ្ងាញ់ចាហើយរូបមន្តនេះគឺមានតាំងពីចាជីដូនជីតារហូតដល់ម្ដាយខ្ញុំរហូតមកដល់ខ្ញុំធ្វើបង្ហាញជូនបងប្អូនទៀតហ្នឹងគឺចាក្រុមគ្រួសារពួកយើងធ្វើតែបែបហ្នឹងឯងបងប្អូនចាអញ្ចឹងចង់ដឹងថាការធ្វើនំកូរចានំកូរខ្មែរបែបលក្ខណៈគ្រួសាររបស់ខ្ញុំនេះយ៉ាងណាខ្លះអញ្ជើញបងប្អូនទៅតាមដានទាំងអស់គ្នាខ្ញុំមានសណ្ដែកបាយនេះគឺយើងត្រាំវាបងប្អូនចាត្រាំវាឲ្យរីកហើយលាងសម្បកឲ្យស្អាតទៅបើសិនជាបងប្អូនមានសណ្ដែកដែលស្អាតស្រាប់នឹងយើងងាយស្រួលជាងខ្ញុំចាហើយអង្ករគឺយើងប្រើអង្ករខ្សាយបាយរឹងបងប្អូនត្រាំដូចគ្នាដែរហើយថ្ងៃនេះខ្ញុំធ្វើសណ្ដែកកន្លះគីឡូអង្ករក៏កន្លះគីឡូដែរបងប្អូនត្រាំវាឲ្យរីកហើយអង្ករហ្នឹងគឺយើងលាងសម្អាតវាអីហើយយកទៅកិនចាចំណែកសណ្ដែកវិញលាងសម្បកឲ្យស្អាតស្ងោរឲ្យឆ្អិនក៏បានចំហុយក៏បានឬក៏លីងក៏បានតាមបងប្អូនចូលចិត្តសម្រាប់ខ្ញុំធ្វើពេលនេះសណ្ដែកគឺខ្ញុំស្ងោរវាឆ្អិនណាបងប្អូនចាជាទូទៅសម្រាប់សណ្ដែកបាយនេះខ្ញុំឃើញគេយកទៅលីងហើយយកមកត្រាំទឹកចាអ្នកខ្លះក៏ចំហុយអីចឹងទៅព្រោះចាពួកគាត់ចង់បានសណ្ដែកនៅក្របស្អាតហើយខាំទៅចំក្របសណ្ដែកច្រើនអីចឹងណាបងប្អូនប៉ុន្តែសម្រាប់ផ្ទះខ្ញុំវិញភាគច្រើនគឺពួកយើងស្ងោរសណ្ដែកឲ្យវារាងទន់រាងជ្រាយបងប្អូនចាចំណែកអង្គវិញត្រាំវា3-4ម៉ោង5ម៉ោងមើលតើវារីកល្អហើយយើងយកវាទៅកិនចាបងប្អូនអាចប្រើម្សៅអង្ករខ្សាយជំនួសក៏បានដែរបើសិនជាបងប្អូនមិនចង់កិនខ្ញុំដាក់ដាំខ្ទិះដូងចំនួន1គីឡូបងប្អូនចាដាំវារៀងឡើងពុះព្រិចបន្តិចទៅខ្ញុំដាក់ស្ករត្នោតចូលចាហើយស្ករត្នោតនេះខ្ញុំដាក់តែ2វែកបាយទេប៉ុន្តែបើសិនជាបងប្អូនចង់បានផ្អែមខ្លាំងបងប្អូនអាចដាក់ច្រើនជាងខ្ញុំបានចាកូរវាឲ្យរលាយស្ករហើយពុះឡើងក្លិនឈ្ងុយហើយបន្ថែមអំបិលបន្តិចបន្ថែមស្លឹកតើយ1ស្លឹក2ស្លឹកចូលដើម្បីឲ្យវាមានក្លិនកាន់តែឈ្ងុយណាបងប្អូនប៉ុន្តែបើអត់មានទេក៏មិនអីដែរពីព្រោះថាចាខ្ទិះដូងហើយនឹងស្ករថ្មីយើងនេះក្លិនវាឈ្ងុយអស់យ៉ាងហើយបងប្អូនអើយបន្ទាប់ពីដាំវាឡើងក្លិនឈ្ងុយល្អហើយគឺខ្ញុំចាក់ម្សៅចូលបងប្អូនហើយម្សៅនេះពេលដែលកិនហ្នឹងគឺខ្ញុំដាក់ទឹកចំនួនកន្លះលីត្រចាហើយពេលដែលកិនរួចហ្នឹងគឺខ្ញុំលាយប្រហែលជា200 ml បន្ថែមទៀតណាខ្ញុំអត់ហ៊ានដាក់ទឹកច្រើនទេដោយសារតែអញ្ចេះបងប្អូនពេលខ្លះអង្ករយើងគិតថាបាយរឹងហ្នឹងគឺវាអង្ករបាយរឹងវាមានច្រើនប្រភេទចាវាមានប្រភេទរឹងខ្លាំងរឹងមកល្មមអីចឹងណាចឹងហើយបើសិនជាយើងវល់ទឹកត្រឹមត្រូវហើយក៏ដោយតែបើអង្ករហ្នឹងវាមិនសូវរឹងអីក៏វាអាចធ្វើឲ្យនំយើងទន់ជ្រាយបានដែរចាអញ្ចឹងខ្ញុំដាក់តែប៉ុណ្ណេះទេហើយយើងកូរវាជាមួយខ្ទិះដូងជាមួយស្ករអីហ្នឹងឲ្យវាសព្វល្អសិនណាកុំឲ្យវាកកដុំបងប្អូនកូរម្សៅរបស់យើងរហូតតតែមើលឃើញថាម្សៅខ្លះវាបានឆ្អិនហើយវារាងដែតឡើងដុំដូចដែលបងប្អូនបានឃើញក្នុងវីដេអូអញ្ចឹងណាចាំយើងចាក់សណ្ដែកចូលចាសណ្ដែកដែលយើងស្ងោរឆ្អិនហ្នឹងបងប្អូនចាយើងចាក់ចូលទៅអត់អីទេព្រោះពេលដែលយើងកូរជាមួយម្សៅនេះទៅគឺវាកាន់តែឆ្អិនបានល្អទៀតហើយទោះបីបងប្អូនស្ងោរសណ្ដែកហ្នឹងលក្ខណៈថាឆ្អិន50% ឬក៏60% អីក៏ដោយណាប៉ុន្តែយល់ល្អបងប្អូនគួរតែស្ងោរសណ្ដែកឲ្យឆ្អិនទៅចាមិនថាស្ងោរទៅវាជ្រាយឬក៏វារឹងអីបែបណាធ្វើមិនឲ្យសណ្ដែកយើងឆ្អិនតែនៅឆៅអាចកពុលធំក្លិនកពុលហើយណាមួយអាចហូបទៅឈឺពោះឈឺអីទៀតចាអញ្ចឹងសណ្ដែកលៃមកឆ្អិនទៅហើយទៅណាបងប្អូនពេលដែលចាក់សណ្ដែកចូលនេះបងប្អូនត្រូវកូរវាកុំដកដៃប៉ុន្តែយើងព្យាយាមកូរវាតិចណាបងប្អូនមិនបាច់បញ្ញាប់ពេកអីទេហើយភ្លើងក៏អញ្ចឹងដែរចាកុំប្រើភ្លើងឲ្យវាឆេះខ្លាំងពេកយើងដាក់វាមកល្មមហើយព្យាយាមកូរវាឲ្យយូរទៅម្សៅរបស់យើងវាឆ្អិនល្អចាកូរវារហូតតតែសណ្ដែកចាម្សៅអីហ្នឹងឡើងសព្វល្អហើយវាពុះបងប្អូនពេលដែលយើងកូរទៅគឺវាពុះភុចឡើងដែរបាទនិយាយទៅមិនខុសពីយើងធ្វើលតឬក៏បាញ់ដុកអីទេបងប្អូនយើងកូររបៀបគ្នានឹងឯងចាកូររហូតតតែយើងឃើញថាសាច់ម្សៅយើងឡើងរលោងហើយបើបងប្អូនមិនទុកចិត្តទេបងប្អូនអាចភ្លក់មើលចាកាលណាវាបាត់ក្លិនធំក្លិនម្សៅមានន័យថានំយើងឆ្អិនហើយបើវានៅចាហ្នឹងនៅឆៅទេហើយស្លឹកតើយវិញបងប្អូនអាចស្រង់ចេញបានព្រោះតកោកបន្តិចទៀតទៅយើងពិបាកស្រង់ចេញទៅវាជាប់ដោយបាក់អីចឹងណាចាព្រោះយើងដាក់យកតែក្លិនទេអញ្ចឹងការកូរនំនេះដូចខ្ញុំបញ្ជាក់មុននឹងអញ្ចឹងគឺយើងកូររបៀបដូចធ្វើលតធ្វើបាញ់ដុកអីដែររបស់យើងឆ្អិនប្រហែលជា60% ទៅ 70% អីបងប្អូនបន្ថែមទឹកក្បោរបន្តិចទៅឲ្យនំយើងវារលោងល្អហើយវារឹងដែរណាចាទឹកក្បោរ
តើកបោយាយចាជីដូនជីតាយើងគាត់ពិសាមលូហ្នឹងបងប្អូនយើងយកវាមករាវឲ្យរងទៅហើយយើងចាក់វាមកច្រូចចូលណាចាយើងបន្តកូរទេទៅកូររហូតដល់តែនំយើងឆ្អិនចាហើយនេះនំរបស់ខ្ញុំបងប្អូនឆ្អិនហើយនេះប៉ុណ្នេះពេលដែលយើងលើកឡើងគឺវាមានសភាពរលោងហើយខ្ញុំភ្លក់មើលទៅគឺវាអត់មានក្លិនម្សៅឆ្អិនហើយនេះបងប្អូនយកវាទៅចាក់ដាក់ក្នុងថាសចាទុកឲ្យត្រជាក់បងប្អូនហើយនំខ្ញុំនេះបងប្អូនមើលទៅឃើញវាមិនសូវរលើបរលោងអីខ្លាំងទេដោយសារខ្ញុំអត់មានប្រើចាំម្សៅឆាដើម្បីឲ្យសាច់នំទន់ស្វិតអីគឺអត់ដាក់ទេបងប្អូនណាខ្ញុំប្រើតែម្សៅអង្ករចាលាយជាមួយខ្ទិះដូងសណ្ដែកហើយនិងស្ករត្នោតដោយដែលបងប្អូនបានឃើញអញ្ចឹងបើសម្រាប់បងប្អូនគាត់ធ្វើលក់មួយចំនួនគឺគាត់ប្រើម្សៅឆាម្សៅអីអញ្ចឹងទៅដាក់ឲ្យនំវាទន់ស្វិតល្អអីអញ្ចឹងណាបងប្អូនប៉ុន្តែសម្រាប់គ្រួសារខ្ញុំផ្ទាល់ធ្វើនំកូរនេះគឺប្រើតែម្សៅអង្ករបែបហ្នឹងចាវាទន់ស្វិតដូចគ្នាបងប្អូនគាត់ថាវាមិនស្វិតដល់ពេលដែលយើងដាក់ម្សៅឆាទេព្រោះដាក់ម្សៅឆានំទន់ស្វិតល្អចាតែបើយើងអត់ដាក់អញ្ចឹងវាទន់ស្វិតធម្មតាបែបលក្ខណៈថាมันមានអីជំនួយណាបងប្អូនចារយៈពេលដែលយើងទុកនេះបងប្អូនទុកតែ1ម៉ោង2ម៉ោងអីគឺយើងអាចចាកាត់ហូបបានហើយវារឹងល្មមយើងអាចហូបបានណាប៉ុន្តែបើយល់ល្អដូចខ្ញុំនេះខ្ញុំធ្វើមួយថាសពេញហ្នឹងគឺខ្ញុំទុករយៈពេល1យប់បងប្អូនចាទុករយៈពេល1យប់ហើយពេលដែល1យប់ហើយនេះខ្ញុំលើកមកវារៀងប្រេះខាងលើហ្នឹងគឺដោយសារតែយើងលាយសណ្ដែកហ្នឹងវាស្ងួតទៅគឺវារៀងប្រេះអញ្ចឹងណាបងប្អូនចាជាទូទៅបើសិនជាធ្វើអង្ករសុទ្ធគឺអត់មានប្រេះអញ្ចឹងទេតែបើយើងដាក់សណ្ដែកគឺមានហើយមានប្រេះខ្លាយទោះបីអង្កររបស់យើងម្សៅរបស់យើងលាយទឹកត្រូវឬក៏មិនត្រូវអីក៏ដោយដឹងតែមានហើយបងប្អូនចាលើកលែងម្យ៉ាងបងប្អូនប្រើម្សៅឆាជាជំនួយអាហ្នឹងគឺវាទន់ស្វិតអត់មានប្រេះទេការកាត់នំបងប្អូនកាត់តាមការស្រឡាញ់ការចូលចិត្តបានចាចង់ជ្រុងដុំអីមូលអីបែបណាគឺអាស្រ័យលើបងប្អូនទេហើយពេលដែលកាត់ហើយនេះគឺខ្ញុំបន្ថែមល្ងលីងបងប្អូនចាល្ងមានល្ងសល្ងខ្មៅអីលាយគ្នាអញ្ចឹងទៅប៉ុន្តែបងប្អូនអាចប្រើដូងក៏បានដែរចាយើងហូបជាមួយដូងគឺរឹតតែឈ្ងុយឆ្ងាញ់តែថ្ងៃនេះខ្ញុំអត់មានដូងអញ្ចឹងខ្ញុំដាក់តែល្ងទេហើយរួចរាល់ហើយបងប្អូនចាតែប៉ុណ្្នឹងឯងនេះសាច់នំរបស់ខ្ញុំបងប្អូនខាងក្រោមគឺរលោងចាទន់ស្វិតប៉ុណ្ណឹងដោយដែលបងប្អូនបានឃើញនឹងឯងចានំកូរសណ្ដែកបាយដែលយាយខ្ញុំគាត់បានបង្ហាត់បង្ហាញមករហូតដល់ម្ដាយខ្ញុំរហូតដល់ខ្ញុំនេះគឺធ្វើតែអញ្ចឹងបងប្អូនចាហើយរសជាតិឆ្ងាញ់បងប្អូនបើខ្ញុំនៅតូចវិញពេលដែលខ្ញុំឈឺខ្ញុំអីអញ្ចឹងគឺម្ដាយខ្ញុំគាត់ចូលចិត្តធ្វើនំកូរសណ្ដែកនេះឲ្យហូបគាត់ថាហូបទៅឆាប់មានកម្លាំងពលំអីឡើងវិញអញ្ចឹងណាហើយពេលដែលកាត់ជាដុំហើយនេះរត់តែតំណងខ្លាំងទៀតហើយបងប្អូនចានិយាយពីក្លិនវិញឈ្ងុយហើយណាមួយក៏ខានហូបរសជាតិបែបនេះរៀងយូរដែរហើយបងប្អូនចាតោះឥឡូវនេះអញ្ជើញមកភ្លក់ជាមួយខ្ញុំទាំងអស់គ្នាបងប្អូនចង់ដឹងថានំកូរដាក់សណ្ដែកបាយលាយជាមួយនឹងស្ករត្នោតនេះរសជាតិយ៉ាងណាដែរចាបងប្អូនឥឡូវនេះអញ្ជើញមកភ្លក់នំកូរជាមួយខ្ញុំព្រោះនំកូរនេះគឺនំកូរខ្មែរយើងណាហើយតុនអត់មានលក្ខណៈថាតុនស្វិតអីទេគឺតុនស្វិតតិចធម្មតាព្រោះអីយើងអត់មានប្រើម្សៅឆាឬក៏ម្សៅអីមួយដែលធ្វើឲ្យសាច់នំរបស់យើងស្វិតទេអញ្ចឹងគឺវាស្វិតលក្ខណៈម្សៅលាយជាមួយសណ្ដែកធម្មតាណាបងប្អូនបើមានដូងទៀតរឹតតែឆ្ងាញ់តែខ្ញុំអត់មានថ្ងៃនេះមានតែល្ងចានំកូរសណ្ដែកនេះឆ្ងាញ់បងប្អូនទី1គឺផ្អែមស្ករត្នោតមិនផ្អែមខ្លាំងទេហើយឈ្ងុយខ្ទិះចាចំណែករសជាតិសណ្ដែកវិញគឺវាចូលជាតិជាមួយម្សៅបានល្អតែម្ដងនិយាយទៅលក្ខណៈថាអត់មានហូបទៅនៅក្របសណ្ដែកអីទេគឺសណ្ដែកវារលាយចូលសាច់នំសឹងថា 80% ណាបងប្អូនចាចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតចាជម្រាបលា